បងប្អូនប្រហែលថ្ងៃនេះប្រហែលជាឃើញខាងក្រសួងខាងមន្តកិច្ចចុះទៅចាប់អាហារថតដកអាហារកែច្នៃនៅក្នុងប្រទេសយើងខ្ញុំនិយាយនេះខ្ញុំនិយាយក្នុងនាមជាអ្នកប្រើប្រាស់ក្នុងនាមជាអ្នកស្រាវជ្រាវហើយក៏ក្នុងនាមជាអ្នកផលិតមួយរូបដែរខ្ញុំពិតជាចង់ឲ្យបងប្អូនអ្នកប្រើប្រាស់ចាប់អារម្មណ៍មុនគេធម្មជាតិនៃមនុស្សមានការគិតខុសៗគ្នាអ្នកខ្លះគាត់មានផលលំបាករបស់គាត់ដោយគាត់ខ្វល់ពីផលលំបាករបស់អ្នកផ្សេងបងប្អូនគិតមើលដាក់ដុសដាក់ថ្នាំដឹកចេញដាក់ថ្នាំយកមកកែច្នៃដាក់ថ្នាំហើយក្រៅពីថ្នាំហើយនៅមានអាសារធាតុពុលសារធាតុបាក់តេរីវាមានគ្រប់ទាំងអស់ដូច្នេះបើនិយាយពី process នៃសុវត្ថិភាពចំណីអាហារគឺគេគិតពីការសុវត្ថិភាពនោះខ្លាំងមែនទែនមកពេលដែលខ្ញុំឡើងចូលដល់ការផលិតគឺយើងរៀនពីស្តង់ដារ GMP ស្តង់ដារផ្សេងៗដូចខ្ញុំនិយាយហើយនិយាយទៀតអាហារផ្សារភ្ជាប់សុខភាពរាងកាយគឺត្រូវការអាហាររាងកាយក៏បំផ្លាញដោយសារអាហារដែរដូច្នេះហើយបងប្អូនគិតពិចារណាថាគួរតែចាប់ផ្ដើមពីយើងអ្នកប្រើប្រាស់ដែរទេយើងមានសិទ្ធិជ្រើសរើសហេតុអីបានជ្រើសរើសញ៉ាំរបស់ដែលបំផ្លាញលុយហើយបំផ្លាញខ្លួនឯងទៀតនោះចឹងមកថាយើងអាចជ្រើសរើសរបស់ដែលយើងដឹងក៏សូមចែករំលែកព្រោះអីក្នុងនាមខ្ញុំជាអ្នកផលិតព្រោះមួយរយៈនេះខ្ញុំមានផលិតច្រើនដូចជាតែធូស្រាលដែលយកវត្ថុធាតុដើមរបស់ខ្មែរខ្ញុំជឿជាក់ហ្មងទៅលើគុណភាពពេលដែលយើងយកខ្ចីភ្លើងពីមណ្ឌលគិរីយកស្លឹកក្រូចក៏ខ្ញុំយកពីមណ្ឌលគិរីស្លឹកគ្រៃក៏មណ្ឌលគិរីដែរនិយាយទៅបងប្អូនជនជាតិគាត់បានផ្គត់ផ្គង់ឲ្យមកកាន់ពួកយើងមុនយើងដឹងថាខ្ចីភ្លើងប្រឆាំងអុកស៊ីតកម្មប្រឆាំងបាក់តេរីប្រឆាំងការរលាកជួយប្រព័ន្ធរំលាយអាហារយើងអត់នឹកស្មានថាវាជួយបានដល់ថ្នាក់ហ្នឹងពេលដែលយើងចុះទៅ survey មើលលទ្ធផល observe ឬក៏ចុះទៅវាយតម្លៃតិជនប្រើប្រាស់100នាក់សឹងតែថា 98% ដែលគាត់ឆ្លើយតបនឹងលទ្ធផលអញ្ចឹងខ្ញុំគិតថាវត្ថុធាតុដើមខ្មែរយើងគឺអស្ចារ្យណាស់វីដេអូនេះមានប្រយោជន៍យ៉ាងខ្ញុំសូមពឹងពាក់ឲ្យបងប្អូនអរគ្នាជួយចែករំលែកនៅវីដេអូរបស់ខ្ញុំផង